ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយថ្ងៃនេះសូមមកនិយាយរឿង Facebook បាទមួយរយៈហ្នឹងឃើញ Facebook Husband Disable អញ្ចឹងឃើញបងប្អូនយើងគាត់បាត់ account ច្រើនហើយយប់មិញខាងក្រុមហ៊ុនMeta ហ្នឹងក៏បានគេអាប់ដេតហើយអញ្ចឹង account ខ្លះប្រហែលជាពុកម៉ែបងប្អូនអរគ្នាប្រហែលជាចូលប្រើបានវិញហើយអញ្ចឹងឥឡូវខ្ញុំមកប្រាប់ពីវិធីដាក់ស្នើសុំបន្ថែមទៀតចំពោះ account ដែលពុកម៉ែបងប្អូនអត់ទាន់បានហ្នឹងណាអញ្ចឹងយើងដាក់ស្នើបន្ថែមទៀតទៅបាទអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរបងប្អូនអរគ្នាយើងសុំធ្វើការទៅចូលទៅ report ដើម្បីស្នើសុំ account យើងយកមកប្រើវិញណាអញ្ចឹងឥឡូវយើងចូលមកកាន់ជ្រោមមកបាទមកដល់កន្លែងនេះបងប្អូនអរគ្នាចូលកន្លែងប៊ូតុង search ឬក៏ស្វែងរកហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាវាយពាក្យថា Facebook បាទនេះ Facebook Help Center នៅខាងលើហ្នឹងបាទចុចចូលមកតមកទៀតបងប្អូនគ្នាយកកន្លែងនេះ Help Center បាទតមកវានឹងចេញជាទម្រង់បែបនេះអញ្ចឹងបងប្អូនគ្នាយកកន្លែងបាទត្រី3នៅខាងស្នាមដៃហ្នឹងមកបាទបន្ទាប់មកបងប្អូនគ្នាយកកន្លែងនេះខាងក្រោមគេនេះគេដាក់ថា reporting ហ្នឹងបាទយើងចុចលើមកបន្តមកទៀតយកកន្លែង reporting a problem with Facebook បាទមកដល់កន្លែងនេះពុកម៉ែបងប្អូនគ្នាយកកន្លែងពាក្យបាទ give feedback about it បាទយើងចូលកន្លែងនេះមកបាទបន្ទាប់មកយកកន្លែង proactive feedback បាទចុចលើហ្នឹងមកបាទមកដល់កន្លែងនេះពុកម៉ែបងប្អូនគ្នាបំពេញ Gmail ដែល Facebook ពុកម៉ែបងប្អូនគ្នាបង្កើតណាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនគ្នាអត់ចាំទេក៏អត់អីដែរតែបើយើងចាំ Gmail Facebook របស់យើងហ្នឹងយើងបំពេញដាក់នៅហ្នឹងមកបាទបន្ទាប់មកកន្លែងនេះគេឲ្យយើង select please select បាទយើងមានបញ្ហានៅក្នុងការ login បាទ account យើងចូលអត់កើតអញ្ចឹងយើងចូលកន្លែងពាក្យថា login ហ្នឹងមកបាទខាងក្រោមនេះយក feedback អញ្ចឹងខាងក្រោមនេះយើងបាទយើងនិយាយអំពីបាទគណនី Facebook របស់យើងត្រូវបានបិទណាអញ្ចឹងយើងនិយាយទៅហេតុអ្វីបានគណនីរបស់យើង disable អញ្ចឹងឥឡូវខ្ញុំធ្វើការទៅយកកន្លែងដែលខ្ញុំបាន copy សរសេរហើយបាទឥឡូវយើង copy link របស់ខ្ញុំមកហើយដល់កន្លែងនេះបងប្អូនគ្នាធ្វើការ copy paste វាមកបាទបន្ទាប់មកយើងយក link profile account Facebook របស់យើងណាបើសិនជាពុកម៉ែបងប្អូនលេង Facebook យូរធ្លាប់មានlink ដែលយើងផ្ញើទៅឲ្យបាទមិត្តភ័ក្តិអីចឹងទៅឬក៏យើងធ្លាប់ copy link ទុកអីចឹងទៅយើងបាទយើងយកមកដាក់នៅក្នុងនៅសំណុកខាងប្រមុនគេឆែកមើល link ហ្នឹងទៅគេដឹងថាគណនីយើងចឹងបន្ទាប់ពីយើង copy ចឹងហើយបងប្អូនគ្នាចុចកន្លែង send នេះបាទយើងចុច send ហ្នឹងទៅរួចជាការស្រេចហើយអញ្ចឹងយើងបាន report ទៅខាងក្រុមហ៊ុនហើយយើងរងចាំបាទខាងក្រុមហ៊ុនគេដោះស្រាយជូនយើងទៅអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនគ្នាកុំភ្លេចចុច like បាទ share ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃទៀតអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀត